ហេតុអ្វីបានជាពួកគាត់ដណ្ដើមស្គរគ្នាវាលើសពីជំនឿវាជាអត្តសញ្ញាណជាប្រវត្តិសាច់រឿងខុសពីតំបន់ផ្សេងតាមរយៈវីដេអូនេះក្រៅពីល្បែងដណ្ដើមស្គរខ្ញុំនឹងបង្ហាញពីប្រវត្តិរបស់ឧបករណ៍ផ្លយហេតុអ្វីបានជាគេហាមមិនឲ្យស្លៀកខោអាវក្នុងនិងហេតុអ្វីបានជាគេធ្វើពិធីបកក្រៅមានសំណាញ់ប្រើកំពុងខ្លាំងបាទមានអានសតាសង្ខោមកតាមែនចេះថានៅព្រឹកថ្ងៃបន្ទាប់គេមានកិច្ចពិធីមួយទៀតនៅផ្ទះមេសំណែនដែលភាសាសាមញ្ញគេហៅថាវាយពួយយកឃ្មុំគេឃើញបរិសុទ្ធមួយក្រុមកំពុងនិយាយឌឺដងគ្នាទៅវិញទៅមកដែលមានម្នាក់តំណាងឲ្យមេព្រាយក្បាល8ដែលជាអ្នកថែរក្សាឃ្មុំនៅលើដើមឈើនិងពីរនាក់ទៀតតំណាងឲ្យដង្ខៅដែលមានបំណងចង់បានឃ្មុំនោះបាទមិនទេមិនមែនថាចិត្តណូដើម្បីបានឃ្មុំដង្ខៅត្រូវសុំអង្វរមេព្រាយដោយការច្រៀងលេបខាយទៅវិញទៅមកជាមួយនឹងពាក្យសូកសៀតក្នុងន័យកំប្លុកកំប្លែងត្រាអនសតត្រាពុទ្ធហើយត្រាក៏មិនពុទ្ធពុរហឆាក៏នៅពេលដែលដង្ខៅច្រៀងត្រូវចិត្តមេព្រាយអនុញ្ញាតឲ្យឡើងមកលើមួយកាំដែលគេប្រដូចទៅនឹងការវាយពួយឡើងដើមឈើម្ដងមួយកាំអញ្ចឹងដែរលុះក្រោយមកទៀតមេព្រាយតម្រូវឲ្យដង្ខៅយកត្រាមកបញ្ជាក់តាមកំណត់ដាក់មានត្រាមាននៅពេលដង្ខៅយកត្រាមកបង្ហាញបែរជាត្រូវបដិសេធដោយសារជាត្រាคล้ายធ្វើឲ្យមេព្រាយខឹងធាក់ដង្ខៅទាំងនោះធ្លាក់ទៅខាងក្រោមវិញរហូតលើកទី3ទើបមេព្រាយយល់ព្រមឲ្យឡើងមកយកឃ្មុំដោយសារបានទទួលត្រាពិតប្រាកដពីដង្ខៅចាំចោះទៅកំបាច់ក៏គុំបល័យលើចោលណាគូយកចាក់ប្រយ៉ានៅពេលមកដល់លើផ្ទះហើយគេរៀបចំកិច្ចពិធីទៅតាមទម្លាប់ដែលមានការបួងសួងសុំសេចក្តីសុខសុំឲ្យទទួលបានទិន្នផលច្រើនជាដើមជំនឿសួយនេះសុំណូបានសុខធ្វើចំការបានដំណាំសរុបទៅកាលដែលគេធ្វើពិធីនេះឡើងគឺដើម្បីសុំការអនុញ្ញាតសុំបើកផ្លូវពីអរុក្ខអរិយអ្នកតាដើម្បីឲ្យកូនចៅជៀសផុតពីគ្រោះថ្នាក់ផ្សេងៗនៅពេលដែលពួកគាត់ចូលព្រៃបរបាញ់សត្វរកឃ្មុំជាដើមបាត់អីកាលពីសម័យដើមវាជារបរដ៏សំខាន់របស់ពួកគាត់ក្នុងជីវភាពប្រចាំថ្ងៃនៅរសៀលថ្ងៃដដែលអ្នកភូមិក្មេងចាស់បាននាំគ្នាយកគ្រឿងសំណែនផ្សេងៗដើម្បីសែនជូនអ្នកតាល្ងាវដែលមានចម្ងាយពីភូមិប្រមាណជា5គីឡូម៉ែត្រគ្រឿងសំណែននិងគ្រឿងរណ្ដាប់ដែលគេយកមកសែនអ្នកតាល្ងាវក៏មិនខុសពីអ្នកតាម្ចាស់ស្រុកដែរមាននំសំណំអំបុកនិងស្រាអេជាដើមប៉ុន្តែនៅក្នុងទឹកដីរបស់អ្នកតាល្ងាវគេមានត្រណមមួយគឺហាមទាំងប្រុសទាំងស្រីមិនឲ្យស្លៀកខោក្នុងអាវក្នុងជាដាច់ខាតបរិសុទ្ធអាចស្លៀកក្រមាដោះអាវរីឯស្ត្រីអាចស្លៀកសំពត់បត់ជាមួយនឹងអាវបំពង់ធម្មតាដោយមានចងក្រមាខ្វែងនៅខាងមុខនិយាយរួមជាសម្លៀកបំពាក់បុរាណហេតុផលដែលគេមិនឲ្យស្លៀកខោអាវក្នុងក៏ដោយសារគេចង់បង្ហាញពីភាពស្អាតស្អំបង្ហាញការគោរពដល់អ្នកតាល្ងាវត្បិតអីអ្នកតាល្ងាវជាអ្នកតាព្រៃភ្នំដែលមានបារមីខ្លាំងពូកែនិងស្រឡាញ់ភាពស្អាតស្អំបរិសុទ្ធមួយវិញទៀតគឺដើម្បីរក្សាទម្រង់ដើមឲ្យស្របតាមអ្វីដែលដូនតាធ្លាប់ធ្វើតាំងពីសម័យបុរាណដែលមិនទាន់មានខោអាវក្នុងតាមជំនឿបើមានអ្នកណាម្នាក់មិនគោរពនឹងធ្វើឲ្យអ្នកតាខឹងធ្វើឲ្យប៉ះពាល់ដល់ភាពស័ក្តិសិទ្ធិជាងនេះទៅទៀតនឹងធ្វើឲ្យអ្នកនោះធ្លាក់ខ្លួនឈឺហើយនៅក្នុងភូមិនឹងមានគ្រោះចង្រៃផ្សេងៗតាំងពីថ្ងៃដំបូងសង្កេតឃើញពួកគាត់ច្រើនស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅការស្លៀកពណ៌ខ្មៅមិនមែនជារឿងចៃដន្យទេពណ៌ខ្មៅសម្រាប់ជនជាតិដើមភាគតិចសួយតំណាងឲ្យភាពអង់អាចភាពស្ងប់ស្ងាត់និងការដឹងគុណដល់ព្រលឹងដូនតាមួយវិញទៀតវាបង្ហាញពីអត្តសញ្ញាណនិងទំនៀមទម្លាប់របស់ដូនតាដែលបានបន្សល់ទុកឲ្យវិញហើយអត់មានរត់បានទេតក្នុងកិច្ចពិធីឡើងអ្នកតាល្ងាវក៏ដូចទៅនឹងការឡើងអ្នកតាម្ចាស់ស្រុកអញ្ចឹងដែរក្នុងនោះស្រាអេកជាគ្រឿងសំណែនមួយដែលមិនអាចខ្វះបានរបៀបនៃការធ្វើខ្ញុំបានបង្ហាញរួចមកហើយកាលពីវីដេអូមុនក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីប្រវត្តិរបស់ស្រាអេកនេះតាមចាស់ៗក្នុងភូមិបាននិទានជាសាច់រឿងថាកាលពីដើមឡើយមានព្រានព្រៃមួយរូប
តែងតែចូលព្រៃបរបាញ់សត្វតូចធំជាហូរហែយកមកឲ្យប្រពន្ធគាត់នៅឯផ្ទះថ្ងៃមួយគាត់បានចូលទៅក្នុងព្រៃដូចសពមួយដងដោយសារស្រេកទឹកពេកចៃដន្យក៏ប្រទះឃើញគល់ឈើមួយដែលមានដក់ទឹកល្មមអាចទទួលទានបានក្រោយពីទទួលទានទឹកនោះរួចហើយគាត់មានអារម្មណ៍ថាធីងថងងងុយដេកធ្វើឲ្យគាត់មិនអាចបន្តដំណើរទៅមុខទៀតបានក៏សម្រេចថាសម្រាកនៅទីនោះមួយភ្លេតប៉ុន្តែមិនដូចការគិតគាត់បានលងលក់នៅទីនោះរហូតមួយយប់លុះព្រឹកឡើងគាត់ប្រវេប្រវាដើរទៅភូមិវិញទាំងមិនបានសត្វមួយក្បាលមកដល់ផ្ទះប្រពន្ធគាត់ខឹងយ៉ាងខ្លាំងហើយចោទគាត់ថាមានសហាយដោយសារបាត់គាត់រហូតមួយយប់តែមិនបានអ្វីទាំងអស់ឆ្លោះប្រកែកសួរដេញដោលគ្នារហូតដឹងការពិតថាទឹកដែលគាត់ទទួលទាននោះមានជាតិសូរ៉ាដោយសារនៅក្នុងទឹកមានឫសឈើផ្លែឈើច្រើនមុខដែលសត្វពាំជ្រុះចូលយូរថ្ងៃคล้ายទៅជាស្រាចាប់ពីពេលនោះមកគេនាំគ្នាធ្វើស្រាអេកដោយប្រើឫសឈើនិងមើមឈើច្រើនមុខបន្តមករហូតមកដល់សពថ្ងៃនេះក្រោយពីបន់ស្រន់ជាមួយនឹងការសានសំណានផ្សេងៗរួចមកគេផ្ដើមធ្វើពិធីបញ្ចុកអំបុកដើម្បីសូមឲ្យទទួលបានទិន្នផលហូរហៀដូចទៅនឹងពិធីឡើងអ្នកតាម្ចាស់ស្រុកដែរចុងបញ្ចប់នៃពិធីគេតែងតែឃើញស្ត្រីមួយក្រុមនាំគ្នាកន្ទ្រប់ស្គរចំនួន3ដងសកម្មភាពនេះគេចង់បង្ហាញពីការចូលរួមបញ្ចូលចិត្តថ្លើមរបស់អ្នកភូមិទាំងអស់ទៅកាន់វត្ថុស័ក្តិសិទ្ធិឬអ្នកតាម្ចាស់ទឹកម្ចាស់ដីដើម្បីសុំសេចក្តីសុខសប្បាយមួយវិញទៀតវាបង្ហាញពីសាមគ្គីភាពរួមគ្នាជាធ្លុងមួយនៅក្នុងសហគមន៍បើយើងសង្កេតមើលពិធីឡើងសំណប់នៅទីនេះក៏មិនខុសពីពិធីឡើងអ្នកតានៅតំបន់ផ្សេងដែរគ្រាន់តែនៅទីនេះគេប្រើពាក្យសំណំដោយសារវាកើតចេញពីពាក្យសំណុំនៃដង្វាយរួមគ្នាដើម្បីរៀបចំសែនជូនអ្នកតាម្ចាស់ទឹកម្ចាស់ដីដែលពួកគាត់បានសន្យាដែលវាកើតចេញពីរឿងព្រេងនិទានមួយដំណាលថាកាលពីដើមឡើយមានមេកន្ទ្រីងភ្នំម្នាក់ឈ្មោះកម្មៈដែលមានប្រពន្ធ3នាក់រស់នៅតំបន់ភ្នំឱរ៉ាល់ប្រពន្ធទី1ឈ្មោះនាងឃ្លីនទី2ឈ្មោះនាងតៃនិងទី3ឈ្មោះនាងម៉ៃថ្ងៃមួយមេកន្ទ្រីងនិងអ្នកភូមិ 4-5 នាក់បាននាំគ្នាចូលព្រៃដើម្បីបរបាញ់សត្វដូចរាល់ដងមុននឹងទៅគាត់តែងតែណែនាំប្រពន្ធទាំង3ឲ្យចេះស្រឡាញ់ជួយមើលថែគ្នាមិនដូចអ្វីដែលប្តីបានណែនាំប្រពន្ធទាំង3ក្រោយពីប្តីចាញ់បាត់នាំគ្នានិយាយនេះនោះលេបខាយគ្នាទៅវិញទៅមកពាក់ព័ន្ធនឹងរឿងប្តីស្រឡាញ់អ្នកណាជាងរហូតប្រពន្ធទី3គឺនាងម៉ៃបានភ្នាល់ជាមួយនឹងប្រពន្ធទី1ថាពេលប្តីត្រឡប់មកវិញគាត់នឹងចូលដេកជាមួយខ្លួនមុនគេប្រពន្ធទី1តបវិញថាបើប្តីមកវិញមិនចូលដេកជាមួយខ្លួនទេគាត់សុកចិត្តចាក់ចេញទៅរស់នៅក្នុងល្អាងភ្នំតែម្នាក់ឯងលុះពេលប្តីត្រឡប់មកវិញប្រពន្ធទាំង3ប្រញាប់ប្រញាល់ចេញទៅទទួលដោយម្នាក់បញ្ចេញកាយវិការម្ញែម្ញក់ដើម្បីយកចិត្តប្តីដោយសារនាងម៉ៃដែលជាប្រពន្ធទី3ពូកែម្ញែម្ញក់យកចិត្តប្តីជាងគេអាចធ្វើឲ្យប្តីទៅតាមនាងបានទង្វើនេះធ្វើឲ្យនាងឃ្លីនដែលជាប្រពន្ធទី1ឈឺចិត្តយ៉ាងខ្លាំងហើយក៏បានរត់ចូលទៅក្នុងព្រៃបាត់លុះព្រឹកឡើងមេកន្ទ្រាញបានសួររកនាងឃ្លីនសួរជីកឬជីកគល់ទៅទើបដឹងរឿងគាត់ក៏បានឲ្យហោរាសាស្ត្រមកទូទាយហោរាប្រាប់ថានាងឃ្លីនរត់ទៅល្អាងខាងជើងមិនបងអងយូរមេកន្ទ្រាញបានចាត់ឲ្យព្រានព្រៃម្នាក់ទៅរកភ្លាមដោយសារដើររកអស់ជាច្រើនថ្ងៃមិនឃើញអស់កម្លាំងពេកក៏សម្រាកនៅក្បែរអូមួយលុះភ្ញាក់ឡើងបានឃើញវងសត្វមួយវងមានដំរីខ្លាឆ្លុះជាដើមមកផឹកទឹកនៅទីនោះមិនតែប៉ុណ្ណោះមានទាំងសត្វស្លាបនិងសត្វឃ្មុំអោម៉ាល់កន្លងហោះមកយំត្រហឹងអើងកងបង្កើតបានជាសម្លេងតន្ត្រីធម្មជាតិមួយយ៉ាងពីរោះរណ្ដំមួយសន្ទុះក្រោយមកមាននារីស្លៀកពាក់សម្នាក់បានចេញមកពីក្នុងល្អាងមកប្រឡែងលេងជាមួយនឹងសត្វទាំងនោះក្នុងទឹកមុខស្រពាប់ស្រពោនមើលដឹងថាជានាងឃ្លីនហើយព្រានព្រៃប្រញាប់យករឿងនេះមកប្រាប់មេកន្ទ្រាញក្រោយពីបានដំណឹងរឿងនេះហើយមេកន្ទ្រាញសប្បាយចិត្តយ៉ាងខ្លាំងប្រញាប់ឲ្យអ្នកភូមិតែងខ្លួនឲ្យដូចទៅនឹងសត្វទាំងនោះនិងឲ្យគេធ្វើឧបករណ៍ភ្លេងមួយចំនួនឲ្យដូចទៅនឹងសំឡេងសត្វទាំងនោះផងដែររៀបចំរួចហើយនាំគ្នាចូលទៅក្នុងព្រៃដើម្បីរង់ចាំមើលនាងឃ្លីនលុះដល់វេលាថ្ងៃលិចសត្វព្រៃទាំងនោះបានចេញមករាំច្រៀងដូចសពមួយដងចំណែកឯមនុស្សដែលស្លៀកពាក់ជារូបសត្វផ្សេងៗក៏បានបន្លំខ្លួនចូលទៅក្នុងហ្វូងសត្វទាំងនោះមួយសន្ទុះក្រោយមកស្ត្រីស្លៀកពាក់សក៏បានចេញមកមិនបងអងយូរមេកន្ទ្រាញកម្មៈស្ទុះចូលទៅចាប់នាងតែនាងដឹងខ្លួនរត់ចូលទៅក្នុងល្អាងវិញបាត់មេកន្ទ្រាញចូលទៅលុតជង្គង់នៅមាត់ល្អាងរួចបួងសួងថា
សូមឲ្យបារមីភ្នំខ្ជូលជួយអន្ទងចិត្តនាងឲ្យត្រឡប់មកវិញផងបើនាងមកវិញទោះចង់បានរបាំចង់បានកូនប្រុសច្បងរបស់ខ្ញុំឬចង់បានអ្វីក៏ខ្ញុំព្រមដែរបារមីលាអាងឮហើយតបវិញថាបើឯងចង់បាននាងត្រឡប់ទៅវិញត្រូវគោរពពាក្យសន្យាហើយត្រូវយករបាំនេះមកថ្វាយយើងជារៀងរាល់ឆ្នាំក្រោយមកនាងឃ្លីនក៏បានចេញមករាំច្រៀងជាមួយនឹងវងសាទយ៉ាងសប្បាយមេកន្ទ្រាញបានឃើញហើយលោបទៅអោបនាងជាប់តែត្រូវនាងរើនឹងស្រែកដោយសារការអង្វរពីមេកន្ទ្រាញនាងក៏បានយល់ព្រមត្រឡប់ទៅវិញរួមរស់ជាមួយគ្នាយ៉ាងសុខសាន្តមួយឆ្នាំក្រោយមកមេកន្ទ្រាញនិងនាងឃ្លីនប្រសូតបានកូនប្រុសមួយរីឯប្រពន្ធទី2និងទី3ក៏មានផ្ទៃពោះផងដែរក្រោយពេលកូននាងឃ្លីនប្រសូតបានមួយខែគេរៀបចំពិធីបង្កក់កូនយ៉ាងសប្បាយរីករាយត្បិតអីកូនប្រុសច្បងអាចស្នងតំណែងឪពុកបានពេលកំពុងធ្វើពិធីស្រាប់តែមានខ្លាធំមួយលបចូលមកពំកូនប្រុសនោះយកទៅហាយស៊ីនៅលើភ្នំខ្ជូលបាត់ទាំងអស់គ្នារត់តាមខ្លារហូតដល់មាត់លាអាងហើយយំស្រែកសោកស្ដាយស្រណោះកូនប្រុសនោះជាពន់ពេករំពេចនោះស្រាប់តែមានសម្លេងចេញមកពីលាអាងភ្នំថាឯងភ្លេចពាក្យសន្យាហើយបើឯងចង់បានសុខត្រូវយកកូនប្រុសច្បងដំបងមកបូជាយ៉ាញ់និងរាំរបាំនៅមុខលាងភ្នំខ្ជូលជារៀងរាល់ឆ្នាំទើបបានសុខក្រោយពីបានស្ដាប់ហើយមេកន្ទ្រាញក៏យល់ព្រមនិងសន្យាថានឹងធ្វើជូនជារៀងរាល់ឆ្នាំក្រោយមកប្រពន្ធទី3គឺនាងមីកើតបានកូនប្រុសដំបងរបស់ខ្លួនមេកន្ទ្រាញបង្ខំចិត្តយកកូននោះទៅបូជាយ៉ាញ់និងលេងរបាំថ្វាយម្ចាស់លាអាងតាមការសន្យារហូតមកដល់ខែ5នាងតីដែលជាប្រពន្ធទី2ប្រសូតបានកូនស្រីមួយធ្វើឲ្យមេកន្ទ្រាញពិបាកចិត្តព្រោះមិនអាចយកកូនស្រីនោះទៅថ្វាយម្ចាស់លាអាងបានប៉ុន្តែគាត់ជួនមានអ្នកភូមិម្នាក់កើតបានកូនប្រុសមួយធ្វើឲ្យមេកន្ទ្រាញសប្បាយចិត្តសុំយកកូននោះទៅថ្វាយម្ចាស់លាអាងការនេះធ្វើឲ្យម្ដាយឪពុកក្មេងនិងអ្នកភូមិមិនសប្បាយចិត្តកើតការតវ៉ាប្រឆាំងនៅពេលមេកន្ទ្រាញរៀបនឹងចាក់សម្លាប់ក្មេងនោះដើម្បីថ្វាយដល់ម្ចាស់លាអាងក្មេងដែលកំពុងយំបែរជាងើបឈរឆ្កឹងធ្វើឲ្យគ្រប់គ្នាស្រឡាំងកាំងឃើញដូចនេះមេកន្ទ្រាញនិងអ្នកភូមិបានសុំអង្វរដល់ម្ចាស់លាអាងសុំកុំឲ្យបូជាមនុស្សអីសុំត្រឹមគោក្របីឬជ្រូកមាន់ទាបានហើយម្ចាស់លាអាងក៏យល់ព្រមចាប់ពីពេលនោះមកពិធីឡើងសំណំគេបូជាត្រឹមតែសត្វក្របីនិងក្រោយៗមកទៀតគេបូជាត្រឹមមាន់សែនស្រាអេកនិងរាំច្រៀងថ្វាយជូនអ្នកតាធ្វើឲ្យអ្នកភូមិរស់នៅបានសុខសប្បាយទទួលបានទិន្នផលបបោហូហៀដែលធ្វើឲ្យជនជាតិដើមភាគតិចសួយនៅតំបន់នោះបន្តធ្វើពិធីនេះរហូតមកដល់សប្តាហ៍នេះតាមរយៈរឿងព្រេងនេះឯងដែលឧបករណ៍ផ្លយត្រូវបានបង្កើតឡើងនៅត្រង់វគ្គដែលមេកន្ទ្រាញបញ្ជាគេឲ្យធ្វើឧបករណ៍ភ្លេងឲ្យដូចទៅនឹងសំឡេងសត្វទាំងនោះដើម្បីបន្លំចូលទៅចាប់នាងឃ្លីនឧបករណ៍ភ្លេងផ្លយត្រូវបានគេធ្វើឡើងពីបំពង់ឫស្សីភ្ជាប់ទៅនឹងត្រឡោកឬផ្លែឃ្លោកហើយនៅផ្នែកខាងចុងគេមានលម្អទៅដោយកន្ទុយក្ងោកផងដែរគេឃើញឧបករណ៍ប្រភេទនេះត្រូវបានប្រើប្រាស់ដោយជនជាតិដើមភាគតិចសួយជោងនិងពណ៌ប៉ុន្តែផ្លយរបស់ជោងនិងពណ៌មិនមានបន្ថែមកន្ទុយក្ងោកទេផ្លយសម្រាប់ជនជាតិដើមភាគតិចសួយគេច្រើនលេងនៅក្នុងពិធីឡើងសំណំក៏ដោយសារវាមានជាប់ពាក់ព័ន្ធទៅនឹងរឿងព្រេងដែលបានលើកមកផ្លយជាឧបករណ៍ភ្លេងបុរាណជាកេរដំណែលវប្បធម៌ដែលផ្សារភ្ជាប់ទំនាក់ទំនងមនុស្សទៅនឹងធម្មជាតិក៏ដូចជាការឆ្លុះបញ្ចាំងពីប្រវត្តិនិងការរស់នៅរបស់ពួកគាត់ក្រោយពីពិធីឡើងអ្នកតាល្ងាត្រូវបានបញ្ចប់គេបន្តលេងល្បែងមួយទៀតហៅថាល្បែងដណ្ដើមស្គរល្បែងដណ្ដើមស្គរគេតែងតែលេងនៅក្នុងពិធីសំណំដើម្បីសូមឲ្យទទួលបានទឹកភ្លៀងបបោនិងដើម្បីបង្កើតឲ្យមានបរិយាកាសសប្បាយរីករាយល្បែងនេះគេលេងនៅតាមផ្លូវពេលត្រឡប់ចូលភូមិវិញហើយគេជ្រើសយកកន្លែងណាដែលមានទឹកសម្រាប់ប្រកួតល្បែងដណ្ដើមស្គរគេតម្រូវឲ្យមានបុរសមួយក្រុមនិងស្ត្រីមួយក្រុមដែលភាគច្រើនជាក្មេងៗទាំងពីរក្រុមត្រូវប្រើល្បិចនិងកម្លាំងដើម្បីដណ្ដើមស្គរយកមកដាក់ទីតាំងរបស់ខ្លួនក្នុងពេលប្រកួតម្នាក់ៗត្រូវព្យាយាមរារាំងគូប្រកួតកុំឲ្យទៅជួយអ្នកកំពុងអោបស្គរខណៈអ្នកផ្សេងទៀតព្យាយាមដណ្ដើមស្គរពីគ្នាទៅវិញទៅមកតាមកម្លាំងនិងបច្ចេកទេសរីឯអ្នកភូមិជួយស្រែកបន្ទោប្រាប់គ្នាទៅវិញទៅមកបង្កើតជាសំឡេងហូរកញ្ជ្រៀវយ៉ាងត្រហឹងអង្កងដែលញ៉ាំងឲ្យមានបរិយាកាសសប្បាយរីករាយទ
ទោះបីល្បែងនេះជាការប្រកួតគ្នាក៏ពិតមែនប៉ុន្តែគេមិនសង្កត់ទៅលើការចាញ់ឈ្នះនោះទេគេធ្វើឡើងដើម្បីបង្ហាញពីភាពរីករាយបង្ហាញពីស្មារតីសាមគ្គីភាពមួយវិញទៀតសកម្មភាពនេះវាអាចជួយថែរក្សាកេរដំណែលរបស់ដូនតាដែលបានបន្សល់ទុកឲ្យផងដែរនៅរៀងរាល់យប់ក្នុងពិធីឡើងសំណំគេតែងតែមកជួបជុំគ្នានៅក្នុងរោងសំណំដើម្បីលេងភ្លេងកំដររោងរហូតទៀបភ្លឺការលេងភ្លេងនៅពេលរាត្រីគឺដើម្បីថ្វាយជូនអារុក្ខអារក្សអ្នកតាដែលបានមកចូលរួមពិធីឡើងសំណំមួយវិញទៀតដើម្បីឲ្យមានភាពអធិកអធមក្នុងពិធីផងដែរថ្ងៃទី3ដែលជាថ្ងៃចុងក្រោយនៃពិធីឡើងសំណំថ្ងៃនេះគេនឹងមានកិច្ចមួយហៅថាបោះក្រៅប៉ុន្តែមុននឹងកិច្ចនោះមកដល់គេមានរៀបចំកិច្ចមួយចំនួនទៅតាមទម្លាប់យើងទៅកត់ខ្យល់កុំឲ្យករន្ទះអីកូនតាឲ្យធម្មតាកុំឲ្យបកខ្យល់ព្យុះបឹកតាបឹកសំបែងចឹងមិនកត់ខ្យល់នៅលើផ្ទះមេសំណែនគេមានកិច្ចតូចមួយដើម្បីសុំឲ្យអ្នកតាម្ចាស់ទឹកម្ចាស់ដីជួយបញ្ជាព្យុះគោរន្ទះទាំងឡាយឲ្យជិះចេញឲ្យឆ្ងាយពីស្រុកភូមិនៅក្នុងឆ្នាំថ្មីនេះរីឯនៅរោងសំណំចាស់បានរៀបចំធ្វើសង្ឃឹកសម្រាប់ដង្ហែយកទៅប្លង់ចោលនៅខាងក្រៅភូមិទន្ទឹមនឹងនោះក្មេងៗចាប់ផ្ដើមគូមុខគូមាត់ជារូបភាពផ្សេងៗដើម្បីធ្វើពិធីបោះក្រៅចេញណាចេញអូកាញ់នឹងយកខ្លាំងទៅកាញ់អូសាក់ឆ្លងណាការគូមុខមាត់ឲ្យមើលទៅគួរឲ្យខ្លាចជាមួយនឹងសកម្មភាពដើរវាយនេះនោះស្រែកកំញើញគឺដើម្បីបន្លាចដើម្បីបណ្ដេញនៅពួកខ្មោចព្រាយបិសាចនិងឧបទ្រពចង្រៃឲ្យចេញពីភូមិជាមួយគ្នាផងដែរម្ចាស់ផ្ទះបានត្រៀមគ្រឿងសំណែនមួយចំនួនមានដូចជាអង្ករមាន់ពងមាន់និងស្រាជាដើមសម្រាប់ជូនពួកគាត់យកទៅធ្វើពិធីនៅពេលបញ្ចប់យើងទៅឆ្លងបានដែរចាតែយើងត្រូវមានបុកម្សៅទៀតមានបុកម្សៅដែរចាបុកម្សៅនេះបុកតំណាងបុកម្សៅនេះហ៎អានេះមិនតំណាងបុកម្សៅអានឹងចាស់ឲ្យដាច់ចម្រាយចេះដាច់ហើយគេបន្តធ្វើរបៀបនេះពីផ្ទះមួយទៅផ្ទះមួយរហូតដល់ចុងភូមិទៅគេទៅជុំគ្នានៅវាលមួយដើម្បីធ្វើពិធីបញ្ចប់របស់របរដូចជាដំបងគេតម្រូវឲ្យយកមកទុកមួយកន្លែងមិនឲ្យយកចូលភូមិវិញជាដាច់ខាតបានស្រុកតំអីហើយនេះណាពួកបិសាចណាដល់បិសាចនៅទីនេះគេមានកិច្ចសែនព្រេនតូចមួយដើម្បីបញ្ជូនឧបទ្រពចង្រៃឲ្យទៅឲ្យឆ្ងាយនិងសុំសេចក្តីសុខសុំឲ្យទទួលបានភោគផលហូរហៀសម្រាប់ឆ្នាំថ្មីបន្ទាប់មកគេជួយគ្នារៀបចំធ្វើម្ហូបទទួលទាននៅទីនោះតែម្ដងក្នុងករណីម្ហូបនៅសល់គេតម្រូវឲ្យទុកចោលនៅទីនោះតែម្ដងព្រោះគេត្រណមរបស់ដែលនៅសល់ពីពិធីបោះក្រៅគេមិនឲ្យយកចូលភូមិវិញទេសរុបមកពិធីឡើងសំណំរបស់ជនជាតិដើមភាគតិចសួយនៅស្រុកអូរ៉ាល់បង្ហាញឲ្យឃើញពីប្រវត្តិសាច់រឿងពីជំនឿទំនៀមទម្លាប់ដែលផ្សារភ្ជាប់គ្នារហូតកើតចេញជាពិធីឡើងសំណំសម្រាប់ឲ្យពួកគាត់គោរពប្រតិបត្តិរហូតមកដល់សព្វថ្ងៃនេះ